សូមដឹកករណីនៅពេលស្ត្រីម្នាក់គាត់មានផ្ទៃពោះដែលកូនគាត់មកពិនិត្យយើងចិត្តគ្រប់ខែបាត់ទៅហើយបានន័យថាយើងឃើញទម្រង់មកកូនងានេះឃើញទេមុខច្រមុះគាត់បេមាត់គាត់ពលគាត់នេះថ្ងាសគាត់មុខគាត់ស្អាតបាត់ធម្មតានេះដៃគាត់ណាបាទហើយនេះយើងមើលក្បាលគាត់នេះមូលមកអញ្ចឹងក្បាលនេះផ្នែកខាងក្រោយនេះក្បាលនេះផ្នែកខាងមុខនេះក្បាលនេះទឹកដក់ខួរក្បាលអញ្ចឹងទំហំទឹកដក់ខួរក្បាលគាត់ធំអញ្ចឹងអ្នកខ្លះគាត់អត់សូវបានចាប់អារម្មណ៍រឿងមកពិនិត្យអេកូនៅវ័យដែលតូចទេគាត់ចូលចិត្តគិតថាចាំកូនគាត់មើលភេទឃើញចាំអញ្ជើញមកណាដល់ឥឡូវនេះយើងអញ្ជើញមកយើងឃើញកូននឹងមានទឹកដក់ខួរក្បាលធ្ងន់ធ្ងរបាត់អញ្ចឹងយើងមានតែទុកឲ្យកើតតាមធម្មជាតិទេហើយយើងព្យាបាលក្រោយកំណើតនៅមន្ទីរពេទ្យក្រោយកំណើតនៅផ្នែកកុមារគឺការតនភៈបុប្ផាឬកុមារអង្គរឬក៏កុមារជាតិអីទីក្រុងភ្នំពេញដើម្បីយកកូនងាដែលកើតចេញមកហ្នឹងគេមើលអេកូទៅលើបង្ហើយខួរក្បាលគាត់ថាតើបង្ហើយខួរក្បាលគាត់ហ្នឹងមានទឹកដក់កម្រិតណាគួរព្យាបាលបែបណានៅពេលណានេះស្ទឹកតិចគាត់នេះសក់ក្បាលគាត់ហ្នឹងចង់ប្រាប់ឲ្យយល់ដឹងខ្លីៗ